បាទជាថ្មីម្ដងទៀតខ្ញុំបាទសូមធ្វើការគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការរៀបរាប់អំពីជីវប្រវត្តិរបស់លោក Adolf Hitler Adolf Hitler កើតនៅថ្ងៃទី20ខែមេសា ឆ្នាំ1889នៅក្នុងប្រទេសអូទ្រីសហុងគ្រីគាត់គឺជាមេដឹកនាំគណបក្សណាស៊ីនិងជាមេដឹកនាំផ្ដាច់ការនៃប្រទេសអាល្លឺម៉ង់នៅចន្លោះឆ្នាំ1933ដល់ឆ្នាំ1945ជីវិតរបស់គាត់មានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រវត្តិសាស្ត្រពិភពលោកជាពិសេសបង្កឲ្យមានសង្គ្រាមលោកលើកទី2និងអំពើប្រល័យពូជសាសន៍ Holocaust កុមារភាពនិងយុវវ័យលោកអ៊ីតលីគឺជាកូនទី4នៅក្នុងចំណោមបងប្អូន6នាក់របស់លោក Alois Hitler និងអ្នកស្រី Clara Posols ឪពុករបស់គាត់គឺជាមន្ត្រីគយដែលមានចរិតតឹងរ៉ឹងប៉ុន្តែខណៈពេលនោះម្ដាយរបស់គាត់គឺមានចិត្តទន់ភ្លន់ណាស់លោកអ៊ីតលីមិនសូវពូកែរៀនសូត្រនោះទេហើយបានបោះបង់ការសិក្សាតាំងពីអាយុ16ឆ្នាំមកម្លេះបន្ទាប់ពីម្ដាយរបស់គាត់បានទទួលមរណភាពនៅឆ្នាំ1907គាត់បានផ្លាស់ទីទៅទីក្រុងវីយ៉ែនវិញដោយមានក្តីស្រមៃចង់ក្លាយទៅជាវិចិត្រករទោះបីជាយ៉ាងណាក៏ដោយគាត់មិនត្រូវបានគេអនុញ្ញាតឲ្យចូលរៀននៅសាលាសិល្បៈនោះទេដែលសាលានោះមានឈ្មោះថា Academy of Fine Arts Vienna នោះទេនៅអំឡុងពេលរស់នៅទីក្រុងវីយ៉ែនគាត់បានប្រឈមមុខទៅនឹងភាពក្រីក្រហើយចាប់ផ្ដើមអានសៀវភៅនិងខិត្តប័ណ្ណផ្សេងៗដែលមានមនោគមវិជ្ជាប្រឆាំងទៅនឹងជនជាតិយវីបនិងជាតិនិយមជ្រុលជាដើមសង្គ្រាមលោកលើកទី1នៅឆ្នាំ1913អ៊ីតលីបានផ្លាស់ទៅទីក្រុងមុយនិចនៃប្រទេសអាល្លឺម៉ង់នៅពេលសង្គ្រាមលោកលើកទី1បានផ្ទុះឡើងនៅក្នុងឆ្នាំ1914គាត់បានស្ម័គ្រចិត្តចូលបម្រើកងទ័ពអាល្លឺម៉ង់គាត់បានបម្រើការជាអ្នកនាំសារនិងទទួលបានមេដាយកិត្តិយស Iron Cross សម្រាប់ភាពក្លាហានរបស់គាត់ការចាញ់សង្គ្រាមរបស់អាល្លឺម៉ង់និងការចុះហត្ថលេខាទៅលើសន្ធិសញ្ញាវ៉ែរសាយនៅក្នុងឆ្នាំ1919បានធ្វើឲ្យគាត់មានការខកចិត្តយ៉ាងខ្លាំងហើយបានពង្រឹងជំនឿចិត្តរបស់គាត់ថាអាល្លឺម៉ង់ត្រូវបានក្បត់ដោយសត្រូវពីខាងក្នុងជាពិសេសជនជាតិយវីបនិងក្រុមម៉ាក់និយមការកសាងអំណាចនយោបាយក្រោយសង្គ្រាមអ៊ីតលីបានចូលរួមជាមួយគណៈបកកម្មករអាល្លឺម៉ង់នៅក្នុងឆ្នាំ1914ដោយក្រោយមកត្រូវបានប្តូរឈ្មោះទៅជាគណៈបកណាស៊ីគាត់បានក្លាយទៅជាអ្នកថ្លែងសន្ទរកថាដ៏ប៉ិនប្រសប់ហើយបានទាក់ទាញអ្នកគាំទ្រជាច្រើនអ្នកនៅឆ្នាំ1923អ៊ីតលីបានព្យាយាមធ្វើរដ្ឋប្រហារដែលគេស្គាល់ថា Beer Purge ប៉ុន្តែត្រូវបរាជ័យហើយត្រូវបានចាប់ខ្លួនក្នុងកំឡុងពេលជាប់គុកគាត់បានសរសេរសៀវភៅដែលមានឈ្មោះថាការតស៊ូរបស់ខ្ញុំដែលបានរៀបរាប់អំពីទស្សនវិជ្ជានិងផែនការនយោបាយរបស់គាត់រួមទាំងមនោគមវិជ្ជាណាស៊ីនិយមនិងការស្អប់ខ្ពើមជនជាតិយវីបជាដើមបន្ទាប់ពីចេញពីគុកគាត់បានបន្តកសាងអំណាចរបស់គណៈបកណាស៊ីតាមរយៈមធ្យោបាយនយោបាយវិបត្តិសេដ្ឋកិច្ចពិភពលោកនៅចុងទសវត្សរ៍ឆ្នាំ1920បានផ្ដល់ឱកាសឲ្យគាត់ដោយសារតែប្រជាជនអាល្លឺម៉ង់ជាច្រើនអ្នកបានបាត់បង់ការងារនិងក្តីសង្ឃឹមអ៊ីតលីបានសន្យាថានឹងស្ដារសេដ្ឋកិច្ចអាល្លឺម៉ង់និងបង្កើតមហាអំណាចអាល្លឺម៉ង់ឡើងវិញនៅក្នុងឆ្នាំ1933នៅថ្ងៃទី30ខែមករាអ៊ីតលីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសអាល្លឺម៉ង់របបផ្ដាច់ការនិងសង្គ្រាមលោកលើកទី2ភ្លាមបន្ទាប់ពីការឡើងកាន់អំណាចរបស់អ៊ីតលីបានចាប់ផ្ដើមលុបបំបាត់គូប្រជែងនយោបាយនិងបង្កើតរបបផ្ដាច់ការគាត់បានបង្កើតប៉ូលីសសម្ងាត់ដែលមានឈ្មោះថា Gestapo និងជំរំប្រមូលផ្ដុំដែលមានឈ្មោះថា Concentration Camps សម្រាប់ធ្វើការដាក់ទោសអ្នកនយោបាយជនជាតិយវីបជនជាតិរ៉ូម៉ាឬក៏ Gypsies
និងក្រុមដទៃទៀតដែលគាត់យល់ថាជាសត្រូវរបស់រដ្ឋគោលដៅចម្បងរបស់អ៊ីក្លេគឺពង្រីកទឹកដីអាល្លឺម៉ង់ទៅលើទ្វីបអឺរ៉ុបនៅក្នុងឆ្នាំ1938គាត់បានបញ្ចូលប្រទេសអូទ្រីសនិងតំបន់ Sudetenland នៃប្រទេសឆេកូស្លូវ៉ាគីឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនហើយរហូតដល់ថ្ងៃទី1ខែកញ្ញាឆ្នាំ1939អាល្លឺម៉ង់បានឈ្លានពានទៅលើប្រទេសប៉ូឡូញដែលជាហេតុធ្វើឲ្យសង្គ្រាមលោកលើកទី2បានផ្ទុះឡើងនៅក្នុងអំឡុងសង្គ្រាមអ៊ីតាលីបានបញ្ជាឲ្យអនុវត្តនៅដំណោះស្រាយចុងក្រោយដែលមានឈ្មោះថា Final Solution ដែលជាផែនការប្រល័យពូជសាសន៍ដើម្បីកម្ចាត់ជនជាតិជ្វីបទាំងអស់នៅអឺរ៉ុបការប្រល័យពូជសាសន៍នេះមានឈ្មោះថា Holocaust បានបណ្ដាលឲ្យជនជាតិជ្វីបប្រមាណជាង6លាននាក់ស្លាប់យ៉ាងសោកសៅនៅក្នុងជំរំមរណៈដូចជានៅ Auschwitz នៅ Treblinka ជាដើមមរណភាពនៅពេលដែលកងទ័ពសម្ព័ន្ធមិត្តបានឡោមព័ទ្ធទីក្រុងបេតឡាំងនៅក្នុងឆ្នាំ1945សង្គ្រាមក៏ឈានទៅដល់ទីបញ្ចប់នៅថ្ងៃទី30ខែមេសាឆ្នាំ1945អ៊ីតាលីបានធ្វើអត្តឃាតខ្លួនឯងនៅក្នុងលេនដ្ឋានក្រោមដីរបស់គាត់នៅទីក្រុងបេតឡាំងជាមួយនឹងប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Eva Braun មុនពេលដែលកងទ័ពសូវៀតចូលទៅដល់អ៊ីតាលីត្រូវបានគេចាត់ទុកជាបុគ្គលម្នាក់ដែលមានបង្កឲ្យមានអំពើឃោរឃៅនិងអំពើប្រល័យពូជសាសន៍ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិរបបណាស៊ីរបស់គាត់បានបន្សល់ទុកនូវរបួសដ៏ជ្រាលជ្រៅដល់ពិភពលោកដែលមិនអាចបំភ្លេចបានឡើយបាទសូមអរគុណចំពោះការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់